ចូលមានសតិដឹងគ្រប់ពេលដើរដេកឈរអង្គុយគឺជាប្រយោគដែលបណ្ដុំទ្រឹស្ដីសំខាន់មួយក្នុងពុទ្ធសាសនាដែលបណ្ដុះបណ្ដាលឲ្យមនុស្សមានការយល់ដឹងអំពីសកម្មភាពនិងសភាពចិត្តរបស់ខ្លួនគ្រប់ពេលសំខាន់គឺសតិដឹងខ្លួនមានន័យថាតែងតែមានការយល់ឃើញដល់សកម្មភាពណាដែលកំពុងកើតឡើងដោយចិត្តមានការត្រាស់ដឹងហើយកុំឲ្យចិត្តរត់ទៅរកអតីតកាលឬអនាគតកាលគោលគំនិតនេះជួយឲ្យមនុស្សរួមនៅក្នុងពេលបច្ចុប្បន្នស្គាល់នៅចលនាផ្ទាល់ខ្លួនស្គាល់នៅអារម្មណ៍និងគំនិតដែលកំពុងកើតឡើងវាជាគន្លងដ៏សំខាន់សម្រាប់កាត់បន្ថយការប្រញាប់ប្រញាល់និងបង្រួមការវង្វេងចិត្តក្នុងជីវិតប្រចាំថ្ងៃព្រះសាសនាឬគ្រូបង្រៀនសមាធិអនុវត្តឲ្យមនុស្សតែងតែមានស្មារតីដឹងខ្លួនទោះបីកំពុងដើរដេកឈរអង្គុយឬក៏កំពុងធ្វើការងារពេលដើរក៏ដឹងថាកំពុងដើរពេលអង្គុយក៏ដឹងថាកំពុងអង្គុយបែបនេះចិត្តនឹងមានស្ថិរភាពស្ងប់ស្ងាត់និងកំណត់បានល្អអត្ថប្រយោជន៍នៃការមានសតិដឹងគ្រប់ពេលកាត់បន្ថយការព្រួយបារម្ភមានសុខសាន្តក្នុងចិត្តនិងនៅបច្ចុប្បន្នបង្កើនការយល់ដឹងអំពីខ្លួននិងចូលចិត្តសន្តិភាពផ្ទាល់ខ្លួនជួយចិត្តឲ្យស្ងប់និងមានអត្ថន័យល្អក្នុងជីវិត